Rương Sarika kêu chlan vầy nè ngay sạch đi nhom trên từ bo bánh sắt nơi không prey thòng nè chui rịp chom bài tật bị bật bằng tịch từ nhom ban prap nè dù na một hơi thản từ bo bánh sắt nơi tin đâu pro bo sập prey chả na bao từ tam nhom tăng từ dù na một lẽ bên đi dương ban prap chả na một hơi gì cho sạch đi dương từ bo bánh nơi prey thòng hơi ta nè nơi rượu ấy tiết trêm tại bài ao chả từ Rương đi có ban lư đo Sarika kêu mui đã tung nơi lơ mái chơi có bài tê priên prey đâu Sarika lư đối chné bà ram khlang na pre ơi bà cót dì mình cột nạ khlang na hỏi ọt tê dương trơ ta từ prap mất ở ban đằng sân Sarika ban dọc rương priên prey trong châu từ bo bánh sắt nơi khăn prey từ prap mất sầm lai như bọc về nè từng ọt này khi miên đầm đằng prap nè từng ọt này priên prey nângប្រពន្ធនឹងមកបបាញ់សម្រាប់ពួកយើងយកទៅលក់ដូរយកលុយនៅថ្ងៃស្អែកនេះហើយហើយពួកយើងអត់ទេពួកយើងត្រូវធ្វើយ៉ាងម៉េចទេពួកយើងមិនតន់ចង់ស្លាប់ទេមិនហើយផងខ្ញុំមិនតន់ចង់ស្លាប់ទេតើវាជាថ្ងៃបញ្ចប់របស់ពួកយើងហើយមែនទេកុំបារម្ភអីអ្នកទាំងអស់គ្នាប្រសិនបើពួកយើងចង់លើបន្តជីវិតពួកយើងត្រូវតែតស៊ូរៀបរាប់ផែនការដើម្បីដោះស្រាយបញ្ហានេះគិតយ៉ាងម៉េចដែរប្រសិនបើពួកយើងនាំគ្នាបញ្ឆោតនៃព្រាននោះឲ្យទៅរកកន្លែងសັບតោកំណាច់នោះទៅសត្វទាំងអស់គិតពីគ្រោះគ្នាបែងចែកគ្នាដើម្បីគេចផុតពីដៃព្រានព្រៃសារិកាជាអ្នកតាមដានព្រានព្រៃកណ្ដោជាអ្នកអត់កាត់និងជួយគ្នាអណ្ដើកជាអ្នកបង្អាក់ដំណើរព្រានចំណែកឆ្លុះជាអ្នកបញ្ឆោតព្រានឲ្យពីកន្លែងតោអ្នកអើយរៀបចំចំណីអាហាររួចរាល់ហើយឬនៅព្រឹកណាស់ហើយចាអ្នករួចរាល់ហើយតោះយើងលុះតែព្រឹកឡើងព្រានព្រៃនិងប្រពន្ធរៀបចំព្រួយធ្នូដើរសម្ដៅទៅព្រៃធំមកដល់ក្នុងព្រៃក្បែរមាត់បឹងប្រពន្ធព្រានព្រៃឃើញអណ្ដើកវាកើមក៏ស្ទុះទៅចាប់អណ្ដើកទាំងសប្បាយចិត្តហើយប្រាប់ប្តីថាអូអ្នកអើយអណ្ដើកនេះថតល្អណាស់តែប៉ុណ្ណេះឆ្ងាញ់មាត់ហើយយើងអូអ្នកអើយទេខ្ញុំមានជំងឺឆេះមិនឆ្ងាញ់ទេអ្នកយីអ្នកទៅចាប់យកមកពីណាបានធំល្អម្ល៉េះពេលនោះសារិកាដែលទុំនៅលើម៉ែឈើក្បែរនោះស្រែកប្រាប់ព្រានព្រៃភ្លាមថាជប់បងព្រានអើយកុំទៅស៊ីអាអណ្ដើកនេះអីមើលចង់វាតូចណាស់គ្មានសាច់ទេឡើងវាទៅបើបងចង់បានខ្ញុំនឹងនាំបងទៅកន្លែងដែលមានឆ្លុះថប់ថតសាច់ណែនវិញណាបងអេមែនតាអណ្ដើកនេះគ្មានសាច់គ្មានឈាមអីទេប្រពន្ធព្រានព្រៃឮដូច្នេះមានចិត្តលុបលន់ក៏លែងអណ្ដើកនោះទៅមែនតាយើងប្រមាញ់ក្តាន់វិញល្អជាងសបោសាច់មានជាតិទៀតផងតោះអ្នកទៅតាមសារិកាដើម្បីបាញ់ឆ្លុះវិញប្រពន្ធព្រានព្រៃឮដូច្នេះមានចិត្តលុបលន់ក៏លែងអណ្ដើកនោះទៅឯណាទៅសត្វឆ្លុះនោះចាំសិនតែមើលបន្តិចទៀតនឹងឃើញហើយឆ្លុះនឹងកណ្ដុរនាំគ្នាលបស្ដាប់ហើយនាំគ្នារៀបចំល្បិចបន្តទៀតសូមរងចាំទស្សនាភាពបន្ត